បាទសួស្តីបងប្អូនថ្នាក់ទី12ទាំងអស់គ្នាអញ្ចឹងសូមស្វាគមន៍មកកាន់កំសាន្តគណិតវិទ្យាអញ្ចឹងថ្ងៃនេះខ្ញុំបន្តពីវីដេអូមុនមានលំហាត់ limit ដដែលថ្ងៃមុនយើងបានលំហាត់មួយហើយឥឡូវខ្ញុំមានលំហាត់មួយទៀតគឺ limit x ខិត7នៃអាណាគមx ការ៉េបូក 4x ដក 12 នៅលើ 2x ការ៉េដក 5x បូក 2 អញ្ចឹង limit នេះតទៅពីខ្ញុំចំនួនហើយគឺមានរាង0លើ0អញ្ចឹងមានរាង0លើ0គឺយើងត្រូវរកកតាដែលខិតជិត0ជាកតាហើយយើងសម្រួលវាអញ្ចឹងកតាដែលយើងចង់បានគឺកតា x ដក 2អូខេអញ្ចឹងយើងបាន limit ខ្ញុំបបែកទូកដាភាគយកគឺខ្ញុំសរសេរថាកន្លែងទូកដា 4x ហ្នឹងខ្ញុំសរសេរថាដក 2x បូក 6 អញ្ចឹងពេលយើងបូកដកវាវិញទៅវាសល់ 4x វិញទៅដែរហើយយើងសរសេរបែបនេះដើម្បីខ្ញុំចាប់ x ជាកតាទៅវានៅសល់ x ដក 2ហើយទូនោះយើងចាប់ 6 ជាកតាទៅសល់ x ដក 2ដែរហើយភាគបែងក៏អញ្ចឹងដែរខ្ញុំសរសេរថា 2x ការ៉េដក 4x ដក x យើងស៊ីសងនេះវិញទៅសល់ដក 5x ដូចដើមហើយយើងចាប់ដើមចាប់ x ជាកតាឲ្យភាគយកហើយអានោះចាប់6ជាកតាចឹងនៅសល់បានកតា x ដក 2ដូចគ្នាហើយភាគបែងខ្ញុំចាប់ 2x ជាកតាកន្លែង 2x ការ៉េដក 4x ហ្នឹងចាប់ 2x ជាកតាដល់ពេលកន្លែងដក x បូក 2ខ្ញុំចាប់សញ្ញាដកជាកតាវិញកន្លែងហ្នឹងទាញសញ្ញាដកជាកតាទៅធ្វើឲ្យអាខាងមុខ2វាដូរសញ្ញាពីបូកទៅដកអញ្ចឹងយើងឃើញថាបានកតា x ដក 2ដូចគ្នាហើយយើងចាប់ដើមចាប់អាកតា x ដក 2ហ្នឹងជាកតាអញ្ចឹងភាគយកបានកតា x ដក 2កតា x បូក 6ហើយភាគបែងបានកតា x ដក 2និងកតា 2x ដក 1តោះមកយើងសម្រួលអាកតាដូចគ្នានឹងហើយយើងនឹងសល់limit ថ្មីសល់ limit ថ្មីនេះគឺ x បូក 6នៅលើ 2x ដក 1ដល់ត្រឹមនេះយើងចំនួនលេខចូលបានណាអញ្ចឹងយើងចំនួនលេខចូលចំនួន2ចូលបាន2បូក 6នៅលើ2គុណ2ដក 1អញ្ចឹងចម្លើយគឺ8ភាគ3អញ្ចឹង limit នេះគឺស័ក្តិសមក្នុងការប្រឡងបាក់ឌុបក៏ដូចជាប្រឡងក្របខ័ណ្ឌគ្រូបរិញ្ញាជាដើមវាមិនពិបាកពេកទេ limit នេះអញ្ចឹងចុងក្រោយគឺដូចនេះអញ្ចឹងពេលយើងធ្វើកិច្ចការកុំភ្លេចដូចនេះអសោះបាទសូមអរគុណច្រើន